តោះសួស្តីបងប្អូនឥឡូវយើងមាន LD ទៅហើយបើយ៉ាងនេះមក LD ច្រើនតាំងពី P900 មកចូលច្រើនណានេះម៉ូចាស់បាទនេះម៉ូចាស់មើលដាច់អស់ហើយខ្ទេចអស់ហើយបងប្អូននេះខ្ទេចអស់ហើយម៉ូចាស់ហើយមើលមុខទិដ្ឋភាពគឺចាស់ណាស់ចឹងសម្រាប់បងប្អូនណាដែលមានបញ្ហាទៅលើ LD បញ្ហាខូចអីគុយដាច់អឡតអីគុយបញ្ហាសាប់រោគរ៉ាឬក៏តាក់ទងទៅលើបញ្ហាម៉ាស៊ីនអត់ដំណើរការឬក៏បញ្ហាផ្សេងបងប្អូនអាចយកមកបានហើយចំពោះនេះថតជូនបងប្អូនមើលលេងតិចនេះ11 G2 ដែលយើងបានជួយរាល់នេះគឺជា11 G2 នេះដូចគ្នាអានេះគ្រាន់តែជាដងអត់មានគ្រាប់អីគុយទេមានតែចាប់ពីអានេះឡើងទេអញ្ចឹងអានេះគឺយើងបានជួយរាល់បងប្អូនមើលអូយហើយនិយាយតាក់ទងទៅលើគុណភាពសលេងកែអែមដែរបងប្អូនមិនមែនជួសជុលសលេងរឹងឬក៏ត្រែកស្រាប់កើទេបងប្អូនធានាបងប្អូនធានាមួយខែប៉ុន្តែបើលើសពីមួយខែក៏បងប្អូនយកមកបានដែរតែវាមិនមែនប្រកាសថាខូចមួយខែបងប្អូននេះឥឡូវប្រាប់បងប្អូនវិញនេះឥឡូវដាក់ឲ្យចុះមួយសិននេះបងប្អូននេះ72ឆ្នាំនេះអានេះដោយសារតែគាត់ប្រើដៃច្រើនដោយសារតែការពិតមិនមែនដោយសារតែទឹកដៃយើងអន់ទេមកពីទឹកដៃអ្នកប្រើគាត់អត់ចេះប្រើមានថាបងប្អូនក្មួយគាត់ហ្នឹងគាត់យកខ្ចីយកទៅប្រើតទៅពេលអញ្ចឹងមើលអានេះអត់អីទេខ្ញុំចង់និយាយថានេះវាល្អហើយប៉ុន្តែវាតាក់ទងទៅលើម៉ាស៊ីនដោយសារគាត់បើកខ្លាំងបើខ្លាំងសាប់ក៏ទប់អត់ជាប់ដែរបងប្អូនទប់មកជាប់បងប្អូនលេងបើកគេឲ្យបើក30 40 150លេងលាត់ដល់70 80 90ហើយឥឡូវវាទប់អត់ជាប់ទេអញ្ចឹងវាអត់ប្រើដូចប្រភេទបាសតូចទេនេះបងប្អូនវាប្រើដូចប្រភេទបាសតូចហ្នឹងទេបងប្អូនបើមកកប់សលេងក៏វាអីដែរតើតដោតភ្លើងស្ដាប់បានវាមានបញ្ហាទៅលើអូបឡឺឬក៏សំឡេងអត់សូវស្រួលឬក៏បញ្ហារ៉ោគរ៉ាបើធម្មតាអាហ្នឹងវាសឹងតែមិនងាយបងប្អូនមិនងាយជួបទេជួនកាលវាមិនមែនតែខូចអូបឡឺវាទៅខូចម៉ាស៊ីនវិញអញ្ចឹងបងប្អូនពេលដែលដោតភ្លើងស្ដាប់គឺខូចដល់ម៉ាស៊ីនវិញអានេះវាមិនខូចអូបឡឺតែពពួកនេះគឺយើងជួសជុលរួចអញ្ចឹងគឺរួចរាល់ហើយប៉ុន្តែបើតាក់ទងទៅលើសាបតាក់ទងទៅលើម៉ាស៊ីនបងប្អូនបើខ្លាំងបានទេជាញ៉ាំបងប្អូនមិនអស់លុយច្រើនអញ្ចឹងតាក់ទងទៅលើការប្រើប្រាស់យើងប្រយ័ត្នប្រយែងតិចទៅវាជួយកាត់បន្ថយការចំណាយបងប្អូនតែបងប្អូនប្រើអត់ប្រយ័ត្នបងប្អូនប្រើដៃច្រើនគេហៅថាអត់មានបច្ចេកទេសនៃការប្រើប្រាស់ការប្រើប្រាស់គឺធ្វើឲ្យវាមានបញ្ហាទៅដល់ម៉ាស៊ីនទៅដល់អូបឡឺហើយអញ្ចឹងបងប្អូនជៀសបានជៀសទៅប៉ុន្តែបើបងប្អូនចង់ប្រើប្រាស់ដល់អត់ប្រយ័ត្នក៏តាមហ្នឹងទៅយ៉ាងច្រើនយកមកជួសជុលឡើងជាងទៀតទៅវាមានតែប៉ុណ្្នឹងអាហ្នឹងអញ្ចឹងសម្រាប់បងប្អូនណាមានបញ្ហានេះជួសជុលដោយទំនុកចិត្តខុសត្រូវនឹងការធានាជូនបងប្អូនច្បាស់លាស់អញ្ចឹងបាច់បារម្ភទេមកដល់នេះសូម្បីតែការជួសជុលឬក៏លើសការធានាទិញទួចក៏ដោយក៏យើងពិនិត្យមើលជូនបងប្អូនជាក់ស្ដែងដែរបើសិនជាបងប្អូនប្រើថែហើយវាសិនតែមានបញ្ហាទៅលើបច្ចេកទេសរបស់យើងគឺយើងធានាជូនបងប្អូនអញ្ចឹងបាច់បារម្ភទេពួកយើងមិនមែនចេះតែថាឲ្យតែខូចដឹងតែទាលុយផុតធានាគឺទាលុយអត់ទេអត់រកស៊ីអញ្ចឹងទេរកស៊ីព្យាយាមសម្របសម្រួលជួយគេហៅថាសម្រួលភ្ញៀវតាមជាក់ស្ដែងអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងចែកជូនបងប្អូនមើលលេងទស្សនាជួបគ្នានៅវីដេអូក្រោយបើសិនជាមានហៅថាវីដេអូណាប្លែកឬក៏ទំនងគឺខ្ញុំថតជូនបងប្អូនមើលលេងទៀតហើយបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹង